ភាពចាំបាច់នៃការកំណត់ព្រំដែនរឿងរដ្ឋនិងរឿងបុគ្គលមេរៀនអភិបាលកិច្ច Digital នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាទថាតើមានខ្លឹមសារបែបណាយើងមកមើលទាំងអស់គ្នានៅក្នុងយុគសម័យនៃបរិវត្តកម្ម Digital ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលហៅថា Social Media មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់កំសាន្តឬទំនាក់ទំនងទូទៅនោះទេប៉ុន្តែវាคล้ายទៅជាស្ពានចម្លងដ៏សំខាន់និងមុខមាត់ផ្លូវការរបស់ស្ថាប័នរដ្ឋនៅក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋជាតិនិងអន្តរជាតិប្រជាពលរដ្ឋនិងអន្តរជាតិផងដែរថ្មីនេះការជជែកដេញដោលយ៉ាងផុសផុលពីសំណាក់មហាជននៅលើបណ្ដាញសង្គមជំវិញការបង្ហោះព័ត៌មានរឿងកូននិងជីវិតឯកជនរបស់មន្ត្រីជាន់ខ្ពស់នៅលើទំព័រ Facebook Page ផ្លូវការរបស់ស្ថាប័នថ្នាក់ជាតិបានរំលេចចេញនៅតម្រូវការចាំបាច់មួយការបណ្ឌិតឡើងវិញនិងការខណ្ឌសីមាឲ្យបានដាច់ស្រឡះរវាងកិច្ចការស្ថាប័ននិងកិច្ចការបុគ្គលដែលជាសសរស្តម្ភនៃរដ្ឋបាលសាធារណៈទំនើបបាទជាការពិតនៅក្នុងការអបអរសាទរទារកដែលទើបនឹងកើតឬការសួរសុខទុក្ខគ្នាក្នុងរង្វង់ការងារគឺជាសិលធម៌សាមគ្គីភាពនិងជាវប្បធម៌ដ៏ល្អប្រពៃរបស់សង្គមខ្មែរបើទោះបីជាយ៉ាងណានៅពេលដែលសកម្មភាពលក្ខណៈឯកជនទាំងនេះត្រូវបានយកមកផ្សព្វផ្សាយនៅលើលំហផ្លូវការរបស់រដ្ឋរបស់រដ្ឋបាលថ្នាក់ជាតិវានឹងបង្កើតជាសំណួរភ្លាមអំពីស្តង់ដារវិជ្ជាជីវៈនិងទស្សនវិជ្ជាអភិបាលកិច្ចដើម្បីស្វែងយល់ថាហេតុអ្វីបានជាគូសបន្ទាត់ព្រំដែននេះមានសារៈសំខាន់ចំពោះការវិវត្តនៃរដ្ឋបាលសាធារណៈតើគួរពិនិត្យលើទស្សនវិជ្ជាគន្លឹះចំនួនយើងគួរតែពិនិត្យទៅលើទស្សនវិជ្ជាគន្លឹះមួយចំនួនបាទចំនួន3ទី1គឺម៉ាកសញ្ញាស្ថាប័នគេហៅថា institutional planning ឬក៏ធនធានសាធារណៈទំព័រទំនាក់ទំនងផ្លូវការរបស់ស្ថាប័នឬស្ថាប័នរដ្ឋគឺជាទ្រព្យសម្បត្តិសាធារណៈត្រូវបានបង្កើតនិងគ្រប់គ្រងដោយការប្រើប្រាស់ថវិកាជាតិបានមកពីកម្លាំងពន្ធរបស់ប្រជាពលរដ្ឋវេទិកាទាំងនេះតំណាងឲ្យកិត្យានុភាពរបស់រដ្ឋទាំងក្នុងបរិបទជាតិនៅលើឆាកអន្តរជាតិដូច្នេះរាល់ខ្លឹមសារដែលត្រូវផ្សព្វផ្សាយត្រូវតែបម្រើឲ្យផលប្រយោជន៍សាធារណៈជាចម្បងដូចជាព័ត៌មានអំពីស្ថាប័នការផ្ដល់សេវាគោលនយោបាយឬការយល់ដឹងទូទៅការយកលំហសាធារណៈនេះមកលាយឡំជាមួយរឿងរ៉ាវផ្ទាល់ខ្លួនរបស់បុគ្គលបើទោះបីជាចេតនាល្អយ៉ាងណាក៏ដោយក៏អាចធ្វើឲ្យប៉ះពាល់ដល់ភាពម៉ឺងម៉ាត់និងលក្ខណៈវិជ្ជាជីវៈនៃស្ថាប័នព្រមទាំងខុសអំពីគោលដៅដើមនៃការប្រើប្រាស់ធនធានចំណុចទី2អំណាចនៃតំណែងនិងគោលការណ៍ស្ថាប័ននិយមផ្អែកទៅលើទស្សនៈទាននៃអភិបាលកិច្ចទំនើបអំណាចឯកសិទ្ធិនិងឥទ្ធិពលទាំងឡាយគឺភ្ជាប់ទៅនឹងតំណែងនិងស្ថាប័នមិនមែនជារបស់រូបវ័ន្តបុគ្គលឡើយមន្ត្រីសាធារណៈគឺជាអ្នកគ្រប់គ្រងអនុវត្តអំណាចនោះជាបណ្ដោះអាសន្នដើម្បីបម្រើផលប្រយោជន៍រួមការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋដើម្បីលើកកម្ពស់ឬបង្ហាញពីជីវិតឯកជនរបស់ថ្នាក់ដឹកនាំងាយនឹងបង្កឲ្យមានការយល់ច្រឡំពីសាធារណជនថាស្ថាប័នរដ្ឋកំពុងតែត្រូវបានចាត់ទុកថាជាលំហផ្ទាល់ខ្លួនឬមានចរិតលក្ខណៈជាគ្រួសារនិយមដែលផ្ទុយស្រឡះអំពីគោលការណ៍ស្ថាប័ននិយមដែលរាជរដ្ឋាភិបាលកំពុងតែខិតខំកសាងនៅក្នុងរបៀបវិរៈនៃការកែទម្រង់ចំណុចទី3គោលការណ៍សមធម៌និងវប្បធម៌សាមគ្គីភាពផ្ទៃក្នុងនៅក្នុងស្ថាប័នរដ្ឋនីមួយៗមានមន្ត្រីរាជការនិងបុគ្គលិករាប់រយរាប់ពាន់នាក់
ដែលកំពុងលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចយ៉ាងសកម្មនិងស្ងៀមស្ងាត់ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយផ្លូវការជ្រើសរើសឆ្លុះបញ្ចាំងតែរឿងរ៉ាវឯកជនគេថារឿងរ៉ាវរីករាយឯកជនរបស់មន្ត្រីជាន់ខ្ពស់តែខកខានមិនបានធ្វើដូចគ្នាចំពោះមន្ត្រីថ្នាក់ទាបឬមន្ត្រីទូទៅវានឹងបង្កើតឲ្យមានភាពខុសប្លែកគ្នាផ្នែកសង្ដាដែលអាចផ្ដល់នៅផលប៉ះពាល់ដល់ទឹកចិត្តបំពេញការងារនិងសាមគ្គីភាពផ្ទៃក្នុងស្ថាប័នទាំងមូលការលុបបំបាត់តំបន់ប្រភេទនៃអភិបាលកិច្ចការកំណត់ព្រំដែននៃបានច្បាស់លាស់រវាងរឿងរដ្ឋរឿងបុគ្គលមិនមែនជារឿងរដ្ឋបិទសេរីភាពនោះទេប៉ុន្តែវាជាខែលការពារដ៏រឹងមាំសម្រាប់ស្ថាប័ននិងខ្លួនមន្ត្រីផ្ទាល់ឲ្យជៀសផុតអំពីការរិះគន់ឬចោទប្រកាន់អំពីទំនាស់ផលប្រយោជន៍គេហៅថា conflict of interest ដើម្បីបើព្រំដែននេះស្រពីស្រពិលវានឹងបង្កើតឲ្យមានតំបន់ប្រភេទដែលធ្វើឲ្យរង្គោះរង្គើដល់គណនេយ្យភាពមេគាឆ្ពោះទៅរករដ្ឋបាល Digital ប្រតិកម្មនិងការរិះគន់ស្ថាបនាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនាពេលនេះមិនមែនជារឿងអវិជ្ជមានដែលគួរព្រួយបារម្ភនោះទេប៉ុន្តែវាជាសញ្ញាវិជ្ជមានដ៏សំខាន់មួយវាបង្ហាញថាពលរដ្ឋខ្មែរជាពិសេសស្ទើរយុវជនមានការយល់ដឹងកាន់តែខ្ពស់យកចិត្តទុកដាក់ទៅលើកិច្ចការសង្គមនិងចង់ឃើញការអនុវត្តការងាររដ្ឋបាលស្របតាមស្តង់ដារវិជ្ជាជីវៈខ្ពស់សម្រាប់កម្ពុជាដែលកំពុងតែស្ថិតនៅក្នុងដំណាក់កាលរុញច្រានការកែតម្រង់រដ្ឋបាលសាធារណៈនិងការកសាងរដ្ឋបាល Digital ការផ្លាស់ប្ដូរវប្បធម៌ការងារពីបុគ្គលិកនិយមមកជាស្ថាប័ននិយមគឺជាដំណើរការវិវត្តដ៏សំខាន់ដើម្បីសម្រេចបាននៅចំណុចនេះជំហានដំបូងនិងបន្ទាន់គឺការបង្កើតនិងពង្រឹងវិធីការទំនាក់ទំនង Digital ផ្លូវការ Official Digital PR Protocol បាទសម្រាប់ក្រុមការងារព័ត៌មាននិងអ្នកគ្រប់គ្រងបណ្ដាញសង្គមនៃគ្រប់ស្ថាប័នរដ្ឋដោយផ្អែកទៅលើការហ្វឹកហ្វឺនវិជ្ជាជីវៈនិងបង្កើននៅសមត្ថភាពវិនិច្ឆ័យខ្លឹមសារការរក្សាឲ្យបាននៅភាពស្អាតស្អំនិងការចែករំលែកដាច់ស្រេះរវាងរឿងរដ្ឋនិងរឿងបុគ្គលព្រោះផ្សព្វផ្សាយសង្គមមិនត្រឹមតែជាការអនុវត្តវិន័យរដ្ឋបាលតែប៉ុណ្ណោះនោះទេប៉ុន្តែវាគឺជាគន្លឹះប្រតិបត្តិនៅក្នុងការកសាងនិងរក្សាបាននៅជំនឿទុកចិត្តសាធារណៈដែលជាគ្រឹះមិនអាចខ្វះបាននៃអភិបាលកិច្ចល្អនិងការអភិវឌ្ឍជាតិប្រកបដោយចីរភាពបាទចឹងតើបងប្អូនជនរួមជាតិទាំងអស់យល់ឃើញយ៉ាងណាដែរពាក់ព័ន្ធទៅនឹងរឿងនេះពីព្រោះយើងឃើញថាប្រជាពលរដ្ឋរបស់យើងមានការប្រតិកម្មនឹងច្រើនមែនទែនជាពិសេសគឺនៅពេលដែលមានការផុសភ្លាមហ្នឹងគឺបងប្អូនយើងមានការចូលទៅ comment ឬ screenshot យកមកហៅថាធ្វើការរិះគន់ហ្នឹងយ៉ាងចាស់ដៃគូសមដែរហើយឥឡូវនេះក៏មានការលុបទៅវិញហើយពាក់ព័ន្ធទៅនឹងរឿងហ្នឹងបាទមានន័យថាលុបទៅវិញបាត់ហើយមិនមានទៀតទេនេះគឺជាចំណុចសំខាន់មួយបងប្អូនហើយចង់ជម្រាបជូនបងប្អូនហើយតើបងប្អូនដែលទស្សនានៅក្នុងវីដេអូនេះបងប្អូនយល់ឃើញយ៉ាងណាអាចធ្វើការ comment នៅខាងក្រោមវីដេអូបានបាទ